កងកម្លាំងពិសេសអ៊ុយក្រែនបានបញ្ជាក់ថារថយន្តគាំទ្រក្របបាញ់ Iskander ត្រូវបានបំផ្លាញសម្រាប់ការបំផ្ទុះមួយនៅក្នុងតំបន់ខឹកស្វាគមន៍ប្រិយមិត្តបងប្អូនគ្នាសម្រាប់ការតាមដានព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិនាថ្ងៃទី6 ខែវិច្ឆិកាឆ្នាំ2025 កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន FFO បានបញ្ជាក់ថាយានដឹកជញ្ជូនសម្រាប់ប្រព័ន្ធកម្មជ្រួយ Iskander របស់រុស្ស៊ីត្រូវបានបំផ្លាញកាលពីថ្ងៃទី4 ខែវិច្ឆិកានៅតំបន់ខឹកកងកម្លាំង SSO បានសរសេរនៅលើបណ្ដាញ Telegram ថាកតិកានេះត្រូវបានធ្វើឡើងរួមគ្នាជាមួយនឹងចលនាបកពួករុស្ស៊ីឈុននៃជា Iskra ដែលត្រូវបានហៅរហ័សនាមថាជា Black Spark នៅជិតភូមិ Osvanivskovo យាននេះត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូននិងផ្ទុកឡើងវិញសម្រាប់ការរៀបចំនៅមីស៊ីល Iskander ដែលត្រូវបានបាញ់ប្រឆាំងទៅនឹងទឹកដីនៅក្នុងប្រទេសអ៊ុយក្រែនកងកម្លាំងពិសេសរបស់អ៊ុយក្រែននិងកងឈុននៃជា Iskra ក៏បានបំផ្លាញទៅលើស្ថានីយ៍រ៉ាដា 1L122 Harmony ដែលស្ថិតនៅជិតភូមិ Nizi Brutets នៅក្នុងតំបន់ដូចគ្នានេះរ៉ាដាខ្នាតតូចក៏ត្រូវបានគេរាយការណ៍ថាបានប្រើដើម្បីស្វែងរកនិងតាមដានគោលដៅនៅពីលើអាកាសនិងផ្ដល់ទិន្នន័យកំណត់គោលដៅសម្រាប់ការការពារដែនអាកាសរបស់រុស្ស៊ីកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែនបាននិយាយថាពួកគេបានបន្តធ្វើនិងបានកាត់ផ្ដាច់ទៅលើកងកម្លាំងរុស្ស៊ីដែលធ្វើឲ្យខូចទៅដល់សមត្ថភាពនៃការប្រយុទ្ធរបស់ពួកគេនិងធ្វើឲ្យការបរាជ័យរបស់រុស្ស៊ីកាន់តែខិតមុខជិនយោងទៅតាមទិន្នន័យពីទីភ្នាក់ងារស៊ើបការសម្ងាត់យោធារបស់អ៊ុយក្រែន HO ដែលបានចែករំលែកជាមួយនឹងកាសែត Q Independent ដែលបានឲ្យដឹងថាការផលិតមីស៊ីលផ្លោងរបស់រុស្ស៊ីបានកើនឡើងយ៉ាងហោចណាស់ចំនួន 66% ច្រើនជាងឆ្នាំ2024ដែលការប៉ាន់ប្រមាណរបស់ HO បានបង្ហាញថាបច្ចុប្បន្ននេះរុស្ស៊ីមានប្រមាណជិត600គ្រាប់នៃមីស៊ីល Iskander M និងប្រភេទគៀនសាលជាង100គ្រាប់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួនទន្ទឹមនឹងនេះរុស្ស៊ីក៏បានបំពេញជាមួយនឹងប្រភេទមីស៊ីលគៀនសាលជាមួយនឹងយន្តហោះថ្មីបំផុតរបស់ខ្លួនជាមួយនឹងប្រព័ន្ធរ៉ាដានិងផ្លូវហោះហើរដែលមិនអាចទីទុកជាមុនបានដែលធ្វើឲ្យពួកគេពិបាកក្នុងការស្ទាក់ចាប់ពីប្រព័ន្ធការពារដែនអាកាសដោយសារតែការកើនឡើងនៃប្រតិកម្មនិងការធ្វើឲ្យប្រសើរឡើងផ្នែកបច្ចេកទេសនិងទូនាទីក្នុងការវាយប្រហាររយៈពេលវែងប្រព័ន្ធដូចជា Iskander រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលគ្រប់គ្រងពួកគេក៏បានក្លាយទៅជាគោលដៅសំខាន់សម្រាប់អ៊ុយក្រែនប្រិយមិត្តបងប្អូនគ្នាដែលទៅនេះគឺជាប្រតិបត្តិការថ្មីមួយដែលបានបំផ្លាញទៅដល់កូននាវានៃកងកម្លាំងប្រព័ន្ធមីស៊ីល Iskander របស់រុស្ស៊ីនៅក្នុងតំបន់ខឹកដែលនេះជាការវាយប្រហារដែលមានការសហការគ្នាជាមួយនឹងកងកម្លាំងប្រឆាំងទៅនឹងរុស្ស៊ីដែលមានរហស្សនាមថា Black Spark ឈ្មោះផ្លូវការរបស់ពួកគេនេះគឺឈុននៃយ៉ា Iskra ដែលស្ថិតនៅក្នុងការវាយប្រហារក្នុងតំបន់ក្បែរព្រំដែនរុស្ស៊ីដែលរុស្ស៊ីតែងតែប្រើប្រាស់សម្រាប់ការវាយប្រហារមកលើទីតាំងនិងទីក្រុងនានារបស់អ៊ុយក្រែនដែលប្រើប្រាស់មីស៊ីល Iskander MF ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីលើអាកាសបំពេញជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកណានោះគឺប្រភេទមីស៊ីល Kinzhal ដែលវាគឺជាប្រភេទមីស៊ីលលឿនជាងសម្លេងផងដែរយ៉ាងណាមិញយោងទៅតាមរបាយការណ៍ពីកងកម្លាំងអ៊ុយក្រែនបានបង្ហាញថារុស្ស៊ីបានធ្វើបច្ចុប្បន្នភាពក៏ដូចជាការធ្វើទំនើបកម្មទៅលើមីស៊ីលថ្មីរបស់ខ្លួននឹងគឺជាមួយនឹងប្រព័ន្ធនៃការគេចចេញពីប្រព័ន្ធការពារដែនអាកាសដែលវាអាចផ្លាស់ប្ដូរទិសដៅធ្វើឲ្យប្រព័ន្ធការពារដែនអាកាសទំនើបរបស់អ៊ុយក្រែនដែលទទួលបានពីប្រទេសលោកខាងលិចនឹងពិបាកក្នុងការស្ទាក់ចាប់ជាស្ដែងនៃត្រឹមការវាយប្រហារកាលពីអំឡុងខែតុលាកន្លងទៅជាមួយនឹងសមត្ថភាពនៃការវាយប្រហារដោយមីស៊ីល Iskander នេះផងដែររុស្ស៊ីបានបាញ់ប្រហារចំទៅលើកណ្ដាលទីក្រុងគីវដែលបានបំផ្លាញទៅដល់អគាររបស់រដ្ឋាភិបាលអ៊ុយក្រែនតែម្ដងដែលវាគឺជាទីស្នាក់ការរបស់នាយករដ្ឋមន្ត្រីណាហើយយ៉ាងណាមិញការបំផ្លាញនេះគឺថាមានការផ្ទុះជាមួយនឹងក្បាលគ្រាប់ដ៏ខ្លាំងក្លា Iskander នេះគឺតាមទំហំគឺមានផ្ទុកជាមួយនឹងក្បាលគ្រាប់ចន្លោះពី480ទៅ500គីឡូក្រាមដែលវាសមល្មមក្នុងការគំទេចទៅលើអគារមួយណាចា៎មិញប្រិយមិត្តបងប្អូនគ្នាជានិយាយអំពីព័ត៌មានមួយនេះយើងមកចាប់អារម្មណ៍ជាមួយអត្ថបទព័ត៌មានថ្មីមួយដែលបានចុះផ្សាយដោយកាសែត Q Independent ដែលបានបង្ហាញថារោងចក្រចម្រាញ់ប្រេង Tuapse របស់រុស្ស៊ីនឹងតាមសេចក្តីរាយការណ៍បានផ្អាកនៅប្រតិបត្តិការហើយបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនៅ Tuapse បានបញ្ឈប់ដំណើរការកាលពីថ្ងៃទី2ខែវិច្ឆិកាពលគឺមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅក្នុងរបាយការណ៍កាលពីថ្ងៃទី5ខែវិច្ឆិកាម្សិលមិញដែលនៅស្រង់ប្រភពឧស្សាហកម្ម Reuters បាននិយាយថារោងចក្រចម្រាញ់ប្រេងដែលបានផ្អាកប្រតិបត្តិការដោយសារតែការខូចខាតទៅដល់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែយោងទៅតាម SBU បានឲ្យដឹងថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន5គ្រឿងត្រូវបានកត់ត្រាទុកបន្ទាប់ពីការវាយប្រហារទៅលើនាវាដកប្រេងមួយដែលបានបង្កឲ្យមានការឆាបឆេះហើយយ៉ាងហោចណាស់ផែចំនួន4បានប្រើប្រាស់សម្រាប់ផ្ទុកនិងផ្ទុកប្រេងត្រូវបានធ្វើឲ្យដំណើរការក៏ប៉ុន្តែមិនអាចដំណើរការបានហើយអគារកំពង់ផែក៏ត្រូវបានរងនឹងការខូចខាតផងដែរសារព័ត៌មាន Reuters បានដកស្រង់ទិន្នន័យរបស់ LSEG ដែលបានរាយការណ៍ថានាវាដកប្រេងចំនួន3គ្រឿងបានចូលចតនៅកំពង់ផែក្នុងអំឡុងពេលនៃការវាយប្រហារសម្រាប់ការផ្ទុកប្រេងណាប់ឆាប្រេងម៉ាស៊ូតនិងប្រេងឥន្ធនៈ
អាគារសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃទី2ខែវិច្ឆិកាកន្លងទៅនោះថាហេដ្ឋារចនាសម្ព័ន្ធប្រេងនៃកំពង់ផែសមុទ្រដែលមានទីតាំងនៅឆ្នេរសមុទ្រខ្មៅក្នុងទីក្រុងកំពង់ផែថូបសេបានរងនឹងការខូចខាតទាំងស្រុងយ៉ាងណាមិញស្ថានីយ៍នៅថូបសេដែលដំណើរការដោយក្រុមហ៊ុនប្រេងរដ្ឋ Rosneft របស់រុស្ស៊ីទីក្រុងនេះបានបម្រើការជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ីជាមួយនឹងស្ថានីយ៍និងហេដ្ឋារចនាសម្ព័ន្ធដែលវាមានសារៈសំខាន់ចំពោះការដឹកជញ្ជូនថាមពលរបស់ប្រទេសនេះសារព័ត៌មាន Reuters បានសរសេរថារោងចក្រចម្រាញ់ប្រេងដែលត្រូវបានគេរំពឹងថានឹងបង្កើនការនាំចេញផលិតផលប្រេងនៅក្នុងខែវិច្ឆិការោងចក្រដែលមានសមត្ថភាពផលិតរ៉ាដេតប្រមាណ240,000បារ៉ែលនៅក្នុងមួយថ្ងៃដែលបានផលិតនៅប្រេងឥន្ធនៈនិងប្រេងអូស្មန်សុញ្ញកាសប្រេងម៉ាស៊ូតដែលមានស្ពាន់ថខ្ពស់ជាចម្បងសម្រាប់ប្រទេសចិនម៉ាឡេស៊ីសិង្ហបុរីនិងទូគីអ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែនលោកនីនីត្រូផ្លេថេនឈុកបាននិយាយកាលពីថ្ងៃទី2ខែវិច្ឆិកាកន្លងទៅថាការវាយប្រហារដែលមានផលវិបាករយៈពេលវែងសម្រាប់ប្រទេសរុស្ស៊ីលោកផ្លេថេនឈុកបាននិយាយថាករណីនេះគឺពិតជាមានសារៈសំខាន់ហើយវានឹងមានផលវិបាករយៈពេលវែងពីព្រោះបានបន្ថែមទៅលើការបំផ្លាញដោយផ្ទាល់នៅខ្សែសង្វាក់បច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនហើយវាក៏នឹងមានប្រតិកម្មក្នុងចំណោមអ្នកធ្វើដំណើរតាមសមុទ្រពូលគឺក្រុមហ៊ុនដែលចាក់ប្រេងដោយផ្ទាល់នៅទីនោះដែលនេះក៏នឹងបង្កើននៅបុព្វលាភធានារ៉ាប់រងផងដែរហើយជាគោលការណ៍វានឹងរារាំងមនុស្សជាច្រើនមិនឲ្យចូលកំពង់ផែតែនេះទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី5ខែវិច្ឆិកាដោយដកស្រង់ប្រភពរបស់ខ្លួនថារោងចក្រចម្រាញ់ប្រេងនៅទីក្រុងដូបសេបានផ្អាកដំណើរការមួយថ្ងៃបន្ទាប់ពីការវាយប្រហារដែលដោយសារតែការខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះបណ្ដាញ Telegram របស់រុស្ស៊ីដោយដកស្រង់តាមសេចក្តីរាយការណ៍ពីអ្នកស្រុកបានកត់សម្គាល់ថាយ៉ាងហោចណាស់មានភ្លើងឆេះចំនួន3ត្រូវបានកើតឡើងនៅជុំវិញស្ថានីយ៍ប្រេងរួមទាំងកប៉ាល់ដឹកប្រេងផងដែរមន្ត្រីមកពីស្ថានភាពប្រតិបត្តិការក្នុងតំបន់ Krasnodar ក្រោយមកបានបញ្ជាក់ថាការវាយប្រហារដោយជនហោះគ្មានមនុស្សបើកដែលបានមកគួរនឹងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្រមមន្ត្រីបានបន្ថែមថាហេដ្ឋារចនាសម្ព័ន្ធនាវាអាគារនិងហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍បានរងនឹងការខូចខាតនៅក្នុងការវាយប្រហារនេះយ៉ាងណាមិញបញ្ជូនទៅតាមប្រភពពី SBU បាននិយាយថាកងកម្លាំងរបស់ខ្លួននៅតែបន្តវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីដែលផ្ដល់នូវធនធានទៅដល់សត្រូវសម្រាប់ការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែនដោយឡាបណាសង្គ្រាមនៅតែបន្តអណ្ដាតភ្លើងនៅបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឯរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីទាំងអស់នាពេលខាងមុខយ៉ាងណាមិញកាលពីថ្ងៃទី3ខែវិច្ឆិកាសារព័ត៌មាន BBC បានចេញផ្សាយបង្ហាញនៅរូបភាពផ្កាយរណបដែលបានបង្ហាញពីការលិចធ្លាយនៅក្នុងសមុទ្រខ្មៅលាតសន្ធឹងប្រហែល 3.6 គីឡូម៉ែត្រពីស្ថានីយ៍ដែលរងនឹងការខូចខាតសម្រាប់ការវាយប្រហារនេះការឆាបឆេះនេះបានកើតឡើងនៅពេលដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើតំបន់ផ្សេងៗនៃប្រទេសរុស្ស៊ីការផ្ទុះនិងផ្សែងត្រូវបានគេរាយការណ៍នៅជិតទីក្រុងអូយ៉ូលបន្ទាប់ពីការវាយប្រហារនៅក្នុងតំបន់ Krasnodar នេះប្រពន្ធមួយនេះក្នុងទីភ្នាក់ងារសិក្ខាយោធា HO បានប្រមាកាន់សារព័ត៌មាន Q Independent ថាស្ថានីយ៍ប្រេងនៅថូបសេពីមុនត្រូវបានវាយប្រហារដោយជនហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកអ៊ុយក្រែនក្នុងអំឡុងពេលប្រតិបត្តិការកាលពីថ្ងៃទី24កន្លងទៅអ៊ុយក្រែនដែលតែងតែបើកការវាយប្រហារយ៉ាងស៊ីជម្រៅប្រឆាំងទៅនឹងកន្លែងយោធានិងឧស្សាហកម្មក្នុងប្រទេសរុស្ស៊ីដោយពឹងផ្អែកជាចម្បងទៅលើជនហោះគ្មានមនុស្សបើកដែលអភិវឌ្ឍនៅក្នុងស្រុកការផលិតប្រេងនិងឧស្ម័នរបស់រុស្ស៊ីនៅតែបន្តរងនឹងការវាយប្រហារខណៈដែលទីក្រុងគៀវប៉ុនប៉ងធ្វើឲ្យបាត់បង់នូវប្រភពមូលនិធិចម្បងរបស់ទីក្រុងមូស្គូសម្រាប់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន